នេះអូននេះខ្ញុំមកអរគុណដល់បងអូនដែលគាត់ចូលចិត្តស្រឡាញ់ឆ្មាខ្ញុំគាត់បារម្ភឃើញថៃជារំជួយអីមិនសមមិញអីចឹងណាគាត់សួរថាឆ្មាខ្ញុំភ័យអត់អីចឹងណាគាត់បាច់មានប៉ះពាល់អីអត់អីចឹងណាអរគុណមែនតើបងអូនដែលបារម្ភសួរសុខទុក្ខតែឆ្មាម៉ែវាមានសួរសោះអត់មានសួរពីមនុស្សថាអូមកចៃបងអីចឹងសួរតែពីឆ្មាបាក់មកបងឆ្មាមកចៃបងឆ្មាភ័យអត់បងឆ្មាផ្អើលអត់ចាឆ្មាខ្ញុំណាបងអូនអានេះចង់រំជួលបំបាផុតទេប៉ានេះណាដែលចំទាំងយ៉ាងណាវាមិនដឹងទេតិចវាស្ដាប់បានតែចាប់នងនឹងបាក់កំប៉ុងបាយនេះទេចាប់នងគេបាក់ចន់ក្រោមគេនៅលើវារត់ចង់មកដែរបើរឿងគេរំជួយដែររំគេផុតទេអានេះគ្មានដឹងអ្វីទាំងអស់អញ្ចឹងខ្ញុំអរគុណក្នុងការដែលបងអូនបារម្ភតែឆ្មាខ្ញុំឆាប់មកសួរសុខទុក្ខឲ្យចាប់ផ្ទុះអានេះសិចើនៅបាត់បាត់អត់អីទេបងអូនធម្មតាអត់មានអីទេអរគុណដែលសួរសុខទុក្ខ Hello អូនខាងខ្ញុំមិនដឹងថាអូនអត់ទៅមកពីស្នាមបងអូនថ្ងៃនេះខ្ញុំមានរឿងពីរចង់មកចែករំលែកខ្ញុំទុំដឹងទេរឿងល្អមួយរឿងមិនល្អមួយខ្ញុំគិតថាបងអូនច្រើនណាស់ដែលគាត់ដឹងហើយក៏ដឹងទៅតែខ្ញុំទុំដឹងអញ្ចឹងខ្ញុំចង់ចែករំលែកនៅបទពិសោធន៍របស់ខ្ញុំគេថាការដែលយើងចាំឆ្មាមិនថាឆ្មាណាថាឆ្មាយើងទិញមកអីក៏ដោយជីវិតយើងតែតែជួបអ្វីដែលល្អៗដោយសារយើងចាំឆ្មាមើលថាឆ្មាយើងបានបនណាបងអូនអញ្ចឹងគឺវាបែបបនយើងឲ្យជួបតែរឿងល្អៗចូលក្នុងជីវិតអីចឹងណាបងអូនប៉ុន្តែរឿងដែលមិនល្អសម្រាប់មនុស្សស្រីដែលនៅលាវចង់ទិញឆ្មាមកចាំបងអូនកុំទិញឆ្មាឈ្មោលអីសោះគេថាការដែលយើងទិញចាំឆ្មាឈ្មោលឆ្មានឹងវាស្រឡាញ់យើងវាហួងហែងយើងអញ្ចឹងវាបែបបនឲ្យយើងអត់មានប្តីទេបងអូនវាអត់មានឈ្មោលផ្សេងចូលក្នុងជីវិតយើងទេខ្ញុំតំបងអូនហើយនៅពេលដែលខ្ញុំដឹង